Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna Pocari Sweat ភេសជ្ជៈអ៊ីយ៉ុងបំពេញចិត្តទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន Pocari Sweat កម្ពុជាតារាចម្រៀង Pop Colombia Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាងខណៈកំពុងត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime Show ឬពាក់កណ្ដាលការប្រកួតនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup រួមជាមួយក្រុម BTS និងតារាចម្រៀង Madonna ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 ខែកក្កដាឆ្នាំ 2026 នៅកីឡដ្ឋាន MetLife Stadium រដ្ឋ New Jersey សហរដ្ឋអាមេរិកតារាចម្រៀងរូបនេះបានថ្លែងថាជាលើកដំបូងខ្ញុំមានអារម្មណ៍ថាជាកិត្តិយសខ្លាំងណាស់ដែលបានរួមសម្ដែងជាមួយ Madonna និងក្រុម BTS ខ្ញុំគិតថាការសម្ដែងនោះនឹងក្លាយទៅជាបទពិសោធន៍ដ៏ប្លែកខុសពីកម្មវិធី Super Bowl ដែលត្រូវនិយាយថាបទពិសោធន៍ការនោះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំដែរការសម្ដែងពាក់កណ្ដាលការប្រកួតនាពេលនេះរាប់ថាជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ FIFA World Cup ហើយចំណូលដែលទទួលបានពីការសម្ដែងនេះនឹងត្រូវនាំយកទៅបរិច្ចាគជូនទៅដល់មូលនិធិអប់រំប្រជាពលរដ្ឋសកលរបស់ FIFA ដើម្បីពង្រីកឱកាសផ្នែកការសិក្សានិងជំរុញការលើកកម្ពស់កីឡាករបាល់ទាត់ដល់កុមារនៅទូទាំងប្រទេសផងដែរដូច្នេះនៅក្នុងការសម្ភាសន៍លើកនេះ Shakira ក៏បាននិយាយអំពីមោទនភាពនៅក្នុងការធ្វើជាតំណាងឲ្យសហគមន៍ប្រជាជនឡាទីននិងបានក្លាយទៅជាសម្លេងមួយដើម្បីដាស់តឿនឲ្យមនុស្សគ្រប់គ្នាផ្ដោតការចាប់អារម្មណ៍ទៅលើឱកាសអប់រំរបស់កុមារនៅទូទាំងពិភពលោកនាងក៏បានសង្កត់ធ្ងន់ផងដែរថាយុវជនអ្នកលេងបាល់ទាត់ជាច្រើនរូបក៏ធ្លាប់បានឆ្លងកាត់ការលំបាកវេទនាមកដូចគ្នាប៉ុន្តែពួកគេមិនព្រមបោះបង់ចោលនោះឡើយដោយសារតែមានមនុស្សនៅតែជឿជាក់ទៅលើរូបគេហេតុដូច្នេះហើយនាងសង្ឃឹមយ៉ាងមុតមាំថាមនុស្សគ្រប់គ្នានឹងជឿជាក់ទៅលើកុមារដែលកំពុងតែដើរទៅតាមក្តីស្រមៃរបស់ខ្លួនរួមទាំងជួយរុញច្រានទៅលើការវិនិយោគជាមួយនឹងការសិក្សានិងការបង្កើតឱកាសទៅដល់កុមារទាំងនោះដូចគ្នាទន្ទឹមនឹងនេះកាលពីចុងសប្តាហ៍កន្លងទៅ Shakira ក៏បានបញ្ចេញបទចម្រៀងសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំនេះដែលមានចំណងជើងថាដៃដែលសហការជាមួយតារាចម្រៀង Burna Boy នេះគឺជាបទចម្រៀង World Cup ទី 2 ហើយរបស់ Shakira បន្ទាប់ពីបទ Waka Waka ដែលផ្ទុះល្បីកាលពីឆ្នាំ 2010 Pocari Sweatភេសជ្ជៈអ៊ីយ៉ុងបំពេញចិត្តទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន